បាទជំរាបសួរបងប្អូនអើយលើកទី1ហើយបងប្អូននាំមកពលានឥឡូវបានស្គាល់ពលានហើយគេអត់ថាឲ្យខ្ញុំដើរទៅណាទេថាអង្គុយនឹងទៅហើយថាម៉ោង12បានបងប្អូនគាត់ខាងអ៊ំគាត់ឡើងទៅស្រុកក្រៅអញ្ចឹងទៅខ្ញុំគេអត់ឲ្យដើរទៅណាខ្លាញ់វិញអញ្ចឹងខ្ញុំអង្គុយគេឲ្យអង្គុយហ្នឹងអង្គុយតាំងពីម៉ោងមកដល់ម៉ោង6ឥឡូវខ្ញុំអង្គុយរហូតអង្គុយតែឯងហ្នឹងអង្គុយអត់ហ៊ានដើរទៅណាអង្គុយនឹងរហូតហើយគេគូសនេះគេគូសអាខ្សែសនៅថាកុំឲ្យចេញពីក្នុងហ្នឹងខ្លាចនេះខ្លាចវិញអញ្ចឹងខ្ញុំអង្គុយរហូតទៅអង្គុយតតែគេថាម៉ោង12នោះបានឲ្យខ្ញុំក្រោកតែបើក្រោកបានដើរតែមកក្នុងទីលានហ្នឹងទេទីលានឲ្យគេគូសថ្នាំពណ៌រៀងសនេះហើយដល់ពេលអញ្ចឹងខ្ញុំដឹងទៅណាទៅណីហើយគេនៅសបាយនោះមកជុំទៅខ្ញុំអត់ហ៊ានដើរខ្ញុំខ្លាចវិញឥឡូវនៅកែងហ៊ានទៅណាទៅណីអត់ហ៊ានទៅណាឥឡូវបងគាត់ហៅទៀតហើយហ៊ានដើរទៅគាត់ទិញស្អីគេទឹកភីតិចតែមើលចង្អែដូច Tiger មកឲ្យមើលហើយឥឡូវអត់ដឹងទៅណាហូននេះនៅហ្នឹងឲ្យនៅតំណឹងខ្ញុំនៅតំណឹងទៅខ្ញុំពង20នេះអត់ហ៊ានដើរទៅណានៅគៀននឹងរហូតបាទឥឡូវថាដើរទៅបឹងបើបានចុះទៅខ្ញុំទៅបឹងខ្ញុំវិញហើយកន្លែងខ្ញុំដាក់មងដាក់អីបងតំណាញ់បងអីខ្ញុំអត់ហ៊ានចូលមកនេះខ្លាចអំបេងណាលោកអើយធំពេកមិនចេះដើរណាមកកណោគ្នាហើយឲ្យខ្ញុំនៅអង្គុយរហូតទៅម៉ោង12ឥឡូវទៅម៉ោងខ្ញុំមើលទៅដល់ម៉ោង8ជាងម៉ោង8 9នេះមិននៅច្រើនម៉ោងទៀតបងប្អូនអើយដល់ម៉ោងប៉ុន្មានបានគេឲ្យដើរចេញពីកន្លែងខ្ញុំអង្គុយហ្នឹងឯនេះពង20នេះឥឡូវពង20